ហេតុអ្វីបានជាយើងគួរចាកចេញអំពីតំបន់សុខស្រួលឬក៏ comfort zone របស់យើងជំរាបសួរប្រិយមិត្តរិទ្ធិលីជាទីរាប់អានថ្ងៃនេះជួបជាមួយខ្ញុំបាទនៅប្រធានបទបន្តអំពីការចាកចេញពីតំបន់សុខស្រួលដែលយើងហៅថា comfort zone ឬក៏ទៅតាមព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គពោលថាលះសុខតូចបដូរយកសុខធំតើអ្វីទៅដែលជាការលះសុខតូចបដូរយកសុខធំនៅក្នុងប្រធានបទរបស់យើងគឺខ្ញុំចង់ផ្ដោតសំខាន់អំពីរឿងសំខាន់នៅក្នុងជីវិតដែលមនុស្សយើងតែងតែមានអារម្មណ៍រីករាយឬក៏ពេញចិត្តជាមួយនឹងជីវិតបច្ចុប្បន្នរបស់ខ្លួនឯងហើយក៏បានមើលឃើញថាទៅថ្ងៃខាងមុខគាត់ត្រូវធ្វើយ៉ាងម៉េចបន្តនោះទេអំពីការផ្លាស់ប្ដូរឬក៏ការចាក់ចេញអំពីតំបន់សុវត្ថិភាពឬក៏តំបន់សុខស្រួលរបស់យើងចេញដែលយើងកំពុងតែមាននៅក្នុងពេលបច្ចុប្បន្ននេះដើម្បីឆ្លងកាត់ទៅរកអ្វីមួយដែលថ្មីល្អប្រសើរសម្រាប់ជីវិតរបស់យើងហើយបើសិនជាយើងអត់ចាក់ចេញពីតំបន់សុខស្រួលឬក៏សេចក្តីសុខដែលយើងកំពុងតែមានតូចទេតើវានឹងមានរឿងអ្វីកើតឡើងនៅក្នុងជីវិតរបស់យើងមែនទែនទៅបើសិនជាយើងមិនព្រមផ្លាស់ប្ដូរមិនព្រមអភិវឌ្ឍមិនព្រមចាក់ចេញអំពីរឿងដែលយើងកំពុងតែមាននេះទេគឺយើងនឹងជួបនៅរឿងផ្សេងៗដែលជាហានិភ័យឬក៏យើងរស់ជាមួយនឹងអ្វីដែលជាជីវិតធម្មតាយើងអត់ទទួលបាននៅអ្វីដែលជាផ្លែផ្កាសម្រាប់ជីវិតឬក៏ដើរអត់ទាន់សម័យកាលនឹងគេនោះទេជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមកនៅពេលដែលខ្ញុំទទួលបាននៅលទ្ធផលឬក៏សម្រេចបាននៅអ្វីមួយខ្ញុំតែងតែរីករាយហើយចង់ប្រើប្រាស់វាអស់ទៅតាមលទ្ធភាពជាក់ស្ដែងប៉ុន្តែខ្ញុំភ្លេចគិតរឿងមួយនោះគឺភ្លេចគិតថាខ្ញុំត្រូវតែអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងនឹងទៅយកអ្វីមួយទៀតឲ្យបានធំជាងមុនយើងអាចនិយាយបានថាវាគឺជាចំណង់តណ្ហាដែលជាកត្តារុញច្រានយើងឲ្យទៅចាប់យកនៅអ្វីមួយដែលថ្មីហើយធំល្អជាងមុនព្រោះបើសិនជាយើងនៅតែរីករាយឧទាហរណ៍យើងកំពុងតែមាននៅម៉ូតូមួយគ្រឿងតែយើងនៅតែរីករាយត្រេកអរពេញចិត្តជាមួយនឹងអ្វីដែលយើងកំពុងតែមានហ្នឹងឬក៏យើងគួរតែផ្លាស់ប្ដូរការគិតរបស់យើងថាយើងគួរតែមានអីបន្ថែមទៀតនៅក្នុងជីវិតឬក៏គួរតែចាក់ចេញអំពីការមានត្រឹមប៉ុណ្្នឹងហើយដើម្បីទៅខាងមុខមួយទៀតដូច្នេះជាចម្លើយបើសិនជាយើងនៅតែរីករាយជាមួយនឹងអ្វីដែលយើងមានវាអាចជាសេចក្តីសុខនៅក្នុងជីវិតបច្ចុប្បន្នរបស់យើងប៉ុន្តែថ្ងៃក្រោយទៅมันប្រកាសថាយើងនៅតែរីករាយប៉ុណ្្នឹងទេលើកឧទាហរណ៍មួយទៀតតកតងមួយនឹងការមានប្រាក់ខែឧទាហរណ៍ថាយើងធ្វើការងារនៅស្ថាប័នមួយយើងទទួលបាននៅប្រាក់ខែខ្ទង់$500ឬក៏ក្រោមនឹងបន្តិចបន្តួចហើយយើងគិតថាការដែលយើងធ្វើការនៅកន្លែងនឹងមួយគឺជាកន្លែងដែលផ្ដល់នៅតំបន់សុវត្ថិភាពរបស់យើងនឹងគឺស្ថិរភាពផ្នែកហិរញ្ញវត្ថុឬក៏ថវិកាឬលុយហ្នឹងឲ្យយើងពិតប្រាកដមែនប៉ុន្តែវាស្ថិតនៅក្នុងពេលបច្ចុប្បន្ននេះប៉ុន្តែថ្ងៃក្រោយទៅតើស្ថាប័នទាំងមូលហ្នឹងនៅផ្ដល់ឲ្យយើងកម្រិតណាហើយតើយើងអាចធ្វើការឲ្យគេបានកម្រិតណានៅក្នុងស្ថាប័នហ្នឹងដូច្នេះចង់មិនចង់គឺយើងត្រូវតែផ្លាស់ប្ដូរខ្លួនឯងដើម្បីឈានទៅមួយកម្រិតទៀតដើម្បីទៅយកអ្វីមួយដែលថ្មីល្អជាងមុនឬក៏វាអាចជារឿងចាស់របស់អ្នកដទៃប៉ុន្តែវាអាចជារឿងថ្មីរបស់យើងហើយយើងអាចទទួលបាននៅប្រាក់ខែនឹងខ្ពស់ជាងមុនការលះបង់នៅអ្វីដែលយើងកំពុងតែមានបច្ចុប្បន្នហ្នឹងយើងរីករាយហើយយើងភ្លេចគិតភ្លេចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងឬក៏យើងកំពុងតែមានភាពភ័យខ្លាចនៅក្នុងការឈានជើងចាក់ចេញអំពីតំបន់សុខស្រួលរបស់យើងគិតថាបើសិនជាយើងចាក់ចេញពីក្រុមហ៊ុនមួយហ្នឹងចាក់ចេញពីកន្លែងមួយហ្នឹងយើងច្បាស់ជាជួបបញ្ហានេះបញ្ហានោះយើងគិតច្រើនណាអញ្ចឹងយើងគួរតែមាននៅលទ្ធភាពមួយជំនះខ្លួនឯងនឹងមួយដើម្បីចាក់ចេញពីវានៅពេលដែលយើងចាក់ចេញពីរឿងទាំងអស់ហ្នឹងបានគឺយើងនឹងទទួលបាននៅលទ្ធផលផ្សេងមួយទៀតដែលជាលទ្ធផលធំជាងមុនអាចថាជាបញ្ហាធំជាងមុនឬក៏អាចជាតំបន់សុខស្រួលធំជាងមុនសម្រាប់ជីវិតរបស់យើងដែរឧទាហរណ៍ថាប្រឹងរស់ស៊ីកប់មុខរបរចំនួនផ្សេងៗទាំងអស់ហ្នឹងដើម្បីចាក់ចេញពីការជិះម៉ូតូធម្មតាមួយដើម្បីឲ្យមាននៅយានជំនិះឬក៏ឡាននឹងល្អជាងមុននេះជាដើមអញ្ចឹងទៅអញ្ចឹងបើសិនជាយើងនៅតែរក្សាអ្វីដែលយើងមានកំពេលបច្ចុប្បន្នយើងរីករាយអភិវឌ្ឍខ្លួនហើយមានការភ័យខ្លាចនឹងការបាត់បង់របស់ទាំងអស់ហ្នឹងមិនតែយើងអត់អភិវឌ្ឍខ្លួនឯងដើម្បីឆ្ពោះទៅយកអីមួយថ្មីមួយទៀតទេអញ្ចឹងជីវិតរបស់យើងគឺជាប់នឹងថ្កឹងតែភាសាអង់គ្លេសថា get stuck គឺថាវាជាប់កាំងមួយកន្លែងដោយកប៉ាល់ដែលនៅកណ្ដាលទន្លេអញ្ចឹងជារួមដែលខ្ញុំចង់ផ្ដោតសំខាន់បើសិនជាអ្នកទាំងអស់គ្នាកំពុងស្ថិតនៅកន្លែងការងារមួយដែលមានការងារទទួលបាននៅប្រាក់ខែប្រាក់បៀវត្សខ្ពង់ខ្ពស់ហើយប៉ុន្តែយើងធ្វើការ 4-5 ឆ្នាំខ្ញុំគិតថាយើងគួរតែចាក់ចេញ
សម្រាប់ខ្ញុំធ្លាប់បានឆ្លងកាត់ខ្ញុំបានចាក់ចេញច្រើនកន្លែងដែរហើយការចាក់ចេញហ្នឹងគឺជារឿងមួយដែលធ្វើឲ្យយើងពិបាកឲ្យស្មុគស្មាញកើត stress ច្រើនមែនទែនប៉ុន្តែបន្ទាប់ពីការចាក់ចេញមួយហ្នឹងទៅយើងនឹងឃើញនៅអ្វីមួយថ្មីមួយទៀតបើយើងអត់ចាក់ចេញយើងអត់ឃើញទេដូច្នេះបើសិនជាយើងនៅតែរក្សាអ្វីដែលយើងមានពេលបច្ចុប្បន្នហ្នឹងយើងនៅតែក៏យើងរីករាយពេញចិត្តតែជាមួយនឹងអ្វីដែលយើងកំពុងតែមានដែលជារបស់ចាស់ហ្នឹងហើយមិនទទួលបានអីថ្មីទេហើយបើយើងនិយាយពីរឿងចំណេះដឹងវិញបើយើងរីករាយតែចំណេះដឹងចាស់ដែលយើងមានយើងធ្លាប់បានរៀនមកហើយសួរថាមនុស្សសម័យបច្ចុប្បន្នគេនៅរីករាយជាមួយនឹងទៀតអត់ទេអញ្ចឹងចង់មិនចង់គឺត្រូវតែផ្លាស់ប្ដូរខ្លួនឯងដើម្បីទៅកាន់អ្វីមួយថ្មីសមជាមួយនឹងពុទ្ធដីកាថាលះសុខតូចបដូរយកសុខធំទាំងអស់នេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកហើយបើសិនជាបងប្អូនអ្នកគ្នាមានមតិឬមានកំណត់នៅក្នុងការចូលរួមយ៉ាងម៉េចចាំណាសូមជួយ comment នៅខាងក្រោមហើយកុំភ្លេចជួយ follow subscribe នៅ channel និង TikTok របស់ខ្ញុំសូមអរគុណសូមគោរពសូមជម្រាបលាបាទ